ស្រីអតិថិជនថ្ងៃនេះដែរខ្ញុំសូមណែនាំតាក់ទងជាមួយម៉ាស៊ីនកូរម្សៅដែលយើងអាចប្រើសម្រាប់កូរម្សៅគ្រប់ប្រភេទគឺមួយក៏វាយជាប្រភេទពងមាន់ពងទាវាយជាប្រភេទប៊ឺវាយជាប្រភេទ screen បានប្រភេទនេះដែរគឺស្មើនឹងចន្លោះ13លីត្រ brand Socony ប្រភេទនេះដែរគឺຂະຫນាតធំហើយតាក់ទងជាមួយនឹងការប្រើប្រាស់ក៏ដូចជាមុខងាររបស់វាគឺងាយស្រួលក្នុងការប្រើទេវាមានភ្ជាប់មកជាមួយនឹងធ្មេញចំនួន3ដែលយើងអាចវាយតាមតម្រូវការជាក់ស្ដែងហើយសម្រាប់ចំណុចដែរមានន័យថានៅពេលដែលយើងកាច់មកខាងក្រោមគឺយើងអាចធ្វើការដកកងើយកវាទៅខាងលើបានហើយតាក់ទងជាមួយប្រភេទនេះក៏យើងអាចធ្វើការដោះបានដែរគឺយើងខលសកត់វាមកហើយពេលដាក់ចូលវិញយើងសកត់វាទៅខាងលើទៅអាហ្នឹងការពារដើម្បីកុំឲ្យម្សៅខ្ទាតចេញមកខាងក្រៅហើយតាក់ទងជាមួយនឹងការដោះចានមានន័យថានៅពេលដែលយើងចង់ដោះចានយើងពង្វល់វាមកខាងឆ្វេងបន្ទាប់មកលើកមកនៅពេលដែលយើងចង់ដាក់ចានគឺយើងដាក់ឲ្យត្រូវកលឹះវាហើយបន្ទាប់មកពង្វល់វាមកខាងស្ដាំមកហើយយើងភ្ជាប់មកជាមួយនឹងមុខងារថ្មីវាចំនួន3ថ្មីដែលយើងអាចវាយតាមតម្រូវការជាក់ស្ដែងហើយនៅពេលដែលយើងចង់ដាក់ថ្មីគឺយើងដាក់ឲ្យត្រូវជាមួយនឹងកលឹះរបស់វាមកហើយបន្ទាប់មកយើងដៃម្ខាងយើងទុកក្បាលវាហើយដៃម្ខាងទៀតយើងសកត់វាទៅខាងលើបន្ទាប់មកពង្វល់វាមកបន្តិចមកគឺវាជាប់ហើយយើងចង់ដោះវិញគឺយើងពង្វល់វាទៅខាងស្ដាំបើវាទៅខាងស្ដាំយើងដោះចេញបានហើយយើងដោះដូរមុខតាមតម្រូវការជាក់ស្ដែងមកយើងមានក្បាលចំនួន3ដែលវាយតាមតម្រូវការចេញជាក់ស្ដែងហើយយើងចង់បានមកហើយនៅពេលដែលយើងចង់សកត់ក្បាលចុះគឺយើងកាច់វាមកខាងក្រោមបន្ទាប់មកយើងដៃម្ខាងសកត់ក្បាលចុះទៅគឺវាជាប់ហើយតើតើជាមួយប្រភេទលបឿនមានន័យថាលបឿនគឺវាភ្ជាប់មកជាមួយនឹងលបឿនចំនួន6លេខមានថាលេខ1ខ្សោយលេខដល់លេខ6គឺកាន់តែខ្លាំងកម្លាំងវ៉ាត់វាស្មើនឹង1800វ៉ាត់តើតើជាមួយព័ត៌មានបន្ថែមឆាតចូល page ឬមួយក៏តាមរយៈ Telegram បានអរគុណច្រើនយើងនឹងផ្ដល់ព័ត៌មានបន្ថែមអរគុណ